បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនបាទនៅក្នុងថ្ងៃនេះដែរខ្ញុំបាទជំនួសមុខអោយលោកស្រីវត្តណមមេឃុំស្រែនុយបានចូលរួមចោះចែកនៅសម្លៀកបំពាក់ខោអាវប្រជាការពារភូមិដែលស្ថិតនៅក្នុងភូមិព្រៃខ្មាំងឃុំស្រែនុយស្រុកវរិនខេត្តសៀមរាបចំពោះការចោះចែកនិងបំពាក់សម្លៀកបំពាក់ប្រជាការពារនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកធិនីវិធូអភិបាលនៃគណៈអភិបាលស្រុកវរិនលោកបុត្រវិបុលអភិបាលរងស្រុកវរិននិងលោកនាយករងនៃសាកលវិទ្យាល័យ IDE ខេត្តសៀមរាបចំពោះការចូលរួមបំពាក់នៅខោអាវប្រជាការពារភូមិនេះផងដែរគឺទទួលបានការឧបត្ថម្ភពីលោកនាយករងនៃសាកលវិទ្យាល័យ IDE ខេត្តសៀមរាបក្នុងនោះដែរលោកអភិបាលនៃគណៈអភិបាលស្រុកវរិនបានមានមតិសំណេះសំណាលព្រមទាំងផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្រជាការពារភូមិនិងបានថ្លែងអំណរអគុណដល់បងដែលជាប្រជាការពារភូមិដែលបានចូលរួមស្ម័គ្រចិត្តជាកងកម្លាំងនៅក្នុងភូមិក្នុងការជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងភូមិនេះផងដែរក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោកនាយរងប៉ុស្តិ៍នៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែនុយបងដែលជាក្រុមការងារយុវជនសសយកហើយក្នុងនោះដែររដ្ឋបាលឃុំស្រែនុយក៏សូមថ្លែងអំណរអគុណដល់លោកអភិបាលនៃគណៈបាលស្រុកលោកបុត្រវិបុលអភិបាលរងស្រុកព្រមទាំងលោកនាយករងនៃសាកលវិទ្យាល័យ IDE ដែលបានចូលរួមជួយឧបត្ថម្ភនិងគាំទ្រដល់ប្រជាការពារភូមិនៅក្នុងភូមិព្រៃខ្មាំងបាទក៏សូមអរគុណនិងសូមថ្លែងអំណរអគុណពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទ